បាទជំរាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំទៀតហើយប្រាំងវាំងហើយខ្ញុំនាំបងប្អូនទៅមើលវាំងបាទឥឡូវនេះកូនរបស់ខ្ញុំហើយនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងបងប្អូនហើយទៅនាំទៅលេងតែម្ដងបងប្អូននៅរដូវកាលអុំទូកបងប្អូនបាទនៅបុណ្យអុំទូកប្រពៃណីខ្មែរយើងបងប្អូនណាហើយមើលកូនស្រីរបស់ខ្ញុំបងប្អូនហើយគាត់ចង់ធ្វើបុណ្យធ្វើអីណាហើយសប្បាយបានមកលេងអញ្ចឹងណាហើយទេសភាពនឹងប្រមាណនេះខ្ញុំនឹងថតទស្សនវិជ្ជាឲ្យបងប្អូនទស្សនាថានៅមុខបរមរាជវាំងមានគីឡូអីហើយទស្សនវិជ្ជាប្រជាជនយ៉ាងម៉េចអីយ៉ាងម៉េចនេះទៅប្រជាជនខ្មែរយើងគឺរស់រាយរាក់ទាក់អញ្ចឹងបងប្អូនហើយសប្បាយមែនទែនបងប្អូនបាទសប្បាយបាទហើយគឺនិយាយទៅគឺមានប្រជាជនច្រើនមែនទែនបងប្អូនណាហើយភាគច្រើនគឺក្មេងៗបងប្អូនដោយសារភាគច្រើនគាត់ជាកម្មករគាត់ជាអ្នកធ្វើការផ្សេងគ្នាអញ្ចឹងបងប្អូនភាគច្រើនគឺក្មេងច្រើនមែនទែនបាទហើយនេះគឺទលេចតុមុខបងប្អូននេះដែលខ្ញុំថតទៅហ្នឹងណាគឺទលេចតុមុខបាទនិយាយទៅគឺសម្បូរមនុស្សហើយបងប្អូនសម្បូរមនុស្សមែនទែនហើយមហូបមហាមិនខ្វះបងប្អូនងាកទៅឆ្វេងក៏របស់ញ៉ាំងាកទៅឆ្វេងក៏របស់លេងងាកទៅស្ដាំក៏របស់ញ៉ាំអញ្ចឹងបងប្អូនបាទអញ្ចឹងនិយាយថាទិញច្រើនដែរបងប្អូនញ៉ាំឡើងឆ្អែតមែនទែនបាទជួយទិញជាជនខ្មែរយើងទៅដូចធ្វើឲ្យសេដ្ឋកិច្ចយើងក៏រីកចម្រើនទៅតាមនឹងដែរបងប្អូនអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ